រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី114ទិវាអន្តរជាតិនារី8មីនាឆ្នាំ2025ឯកឧត្តមម៉ែនងុយប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរីនិងលោកនួនសរនអភិបាលរងខេត្តបានអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី114ទិវាអន្តរជាតិនារី8មីនាឆ្នាំ2025ក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី7ខែមិនិនាឆ្នាំ2025ឯកឧត្តមម៉ែនងុយប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរីបានអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី114ទិវាអន្តរជាតិនារី8មិនិនាឆ្នាំ2025ជូនដល់អង្គពិធីអំពីទឹកប្រតិយដ៏ជ្រាលជ្រៅបំផុតសម្រាប់ស្ត្រីនិងក្មេងស្រីគ្រប់រូបនាឱកាសដ៏វិសេសវិសាលនេះក្នុងព្រះរាជសារសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរបានកោតសរសើរដល់បងប្អូនកូនចៅចៅទួតជាស្ត្រីទាំងអស់នៅទូទាំងប្រទេសដែលបានលះបង់តស៊ូនិងរួមចំណែកយ៉ាងសកម្មនៅក្នុងគ្រប់កម្រិតទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចការងារគ្រួសារការងារសហគមន៍និងការងារសង្គមជាពិសេសសូមស្ត្រីទាំងអស់ទទួលបាននូវកិច្ចគាំពៀការគ្រប់គ្រងនិងឱកាសពេញលេញដើម្បីបន្តបញ្ចេញសក្តានុពលរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិយើងជាបន្តទៅមុខទៀតលោកនួនសរនអភិបាលរងខេត្តមណ្ឌលគិរីមានប្រសាសន៍ថាក្នុងរយៈពេល20ឆ្នាំជាងកន្លងមកនេះស្ថានភាពស្ត្រីនៅក្នុងខេត្តមណ្ឌលគិរីមានការរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យរដ្ឋនិងឯកជនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចនិងការធ្វើសេចក្តីសម្រេចមានការកើនឡើងជាទីមោទនភាពលោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តថានៅក្នុងវិស័យអប់រំសមភាព Gender ត្រូវបានបញ្ជ្រាបគ្រប់កម្រិតសិក្សាស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈនិងនយោបាយក៏មានការកើនឡើងគួរជាទីមោទនៈក្នុងនោះដើម្បីឲ្យការគាំទ្រនិងបញ្ហារបស់ស្ត្រីនិងក្មេងស្រីត្រូវបានលើកយកមកពិភាក្សានិងដោះស្រាយឲ្យកាន់តែរហ័សនិងមានប្រសិទ្ធភាពគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តក្រុងស្រុកគណៈកម្មការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់អ្នកបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងទៅនឹង Gender ក្នុងខេត្តមណ្ឌលគិរីត្រូវបានរៀបចំនិងបង្កើតឡើងដើម្បីជួយសម្រួលនិងដោះស្រាយបញ្ហានានារបស់ស្ត្រីផងដែរលោកស្រីសោមសុវត្ថីអនុប្រធានមន្ទីរកិច្ចការនារីខេត្តបានដឹងថាសម្រាប់ខេត្តមណ្ឌលគិរីមានស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្តចំនួន3រូបអភិបាលរងខេត្ត1រូបស្នងការរង1រូបចៅក្រម1រូបនាយករងរដ្ឋបាលសាលាខេត្ត1រូបប្រធានមន្ត្រីអង្គភាពជុំវិញខេត្ត3រូបអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តចំនួន24រូបនិងអភិបាលរងក្រុងស្រុកចំនួន5រូបនិងមេឃុំចៅសង្កាត់4រូបហើយក៏មានបងប្អូនស្ត្រីជាច្រើនរូបទៀតកំពុងបម្រើការងារតាមអង្គភាពស្ថាប័នរដ្ឋក្រុមហ៊ុនឯកជននិងអង្គការមិនមែនរដ្ឋាភិបាលនិងបណ្ដាសហគមន៍ជុំវិញខេត្ត